បាទសួស្តីប្រិយមិត្តទាំងអស់គ្នាដោយបាននិយាយពីវីដេអូពីមុនចឹងបងប្អូនណាបាទពេលបងប្អូន Subscribe វីដេអូខ្ញុំនិង Like វីដេអូខ្ញុំបងប្អូននឹងទទួលបានវីដេអូថ្មីជាបន្តទៀតទាក់ទងនឹងដោះលេខកូដទូរស័ព្ទបងប្អូនណាបាទទាក់ទងទូរស័ព្ទនេះដែរគឺវាផ្លេចលេខកូដបងប្អូនណាបាទចឹងដើម្បីដោះលេខកូដវាបងប្អូនធ្វើតាមខ្ញុំមកគឺយើងចុចប៊ូតុងសំឡេងបូកដកនឹងមកបន្ទាប់មកជាមួយនឹងប៊ូតុង Power បងប្អូនណាបាទជាប់ចុចទាំង3ជាប់គ្នាបងប្អូនណាបាទចុចទាំង3រហូតចឹងទៅបងប្អូនណាបាទចុចរហូតវាចេញចឹងទៅបាទបន្ទាប់មកបងប្អូនបលែងប៊ូតុងដកបាទលេខប៊ូតុងដកហ្នឹងយើងចុចប៊ូតុងខាងក្រោមបងប្អូនណាបាទនេះយើងចុចប៊ូតុងខាងក្រោមជាមួយប៊ូតុងសំឡេងបូកខាងលើហើយនឹងជាមួយ Power ជាប់បងប្អូនណាបាទចុចឲ្យជាប់ឲ្យយូរហ្នឹងទៅទៅមកវាលោតចូលកម្មវិធីឲ្យយើង reset ម៉ាស៊ីនបងប្អូនណាបាទឃើញទេបាទហ្នឹងហើយឃើញទេបងប្អូនណាបាទអញ្ចឹងកម្មវិធីនេះបងប្អូនតាមអត់ទាន់ខ្ញុំមានវិធីមួយទៀតសម្រាប់ចែកជូនបងប្អូនបាទទាក់ទងSamsung Note 9នេះដែរបងប្អូនចុចអត់បាត់អត់លុតទេបងប្អូនណាបាទឃើញទេបាទចុចលុតទេបាទនឹងអត់ដូច Oppo យើងចុចបាត់អត់លុតអញ្ចឹងណាតែតើតើនឹង Samsung គឺចុចអត់លុតទេបងប្អូនណាតើយើងដឹងលេខកូដវាបានយើងបិទវាបានអញ្ចឹងណាបាទតើតើវិធីថ្មីមួយទៀតនេះទី2នេះគឺបងប្អូនបាទយើងចុចប៊ូតុងសំឡេងបូកខាងលើបន្ទាប់មកចុចនោះសំឡេងនេះសំឡេងខាងក្រោមបងប្អូនណាសំឡេងមួយយើងរាប់ពីលើមកទី3បងប្អូនណាបាទយើងចុចទី3បាទតើមកយើងចុច Power លេងចុច restart បងប្អូនណាបាទចុច restart តែប៉ុណ្្នឹងមកទៅមកបងប្អូនបាទពេលវាលុតបងប្អូនចុចទាំង3ប៊ូតុងសំឡេងបូកខាងលើនិងខាងក្រោមបងអស់ហើយបន្ទាប់មកប៊ូតុង Power បងប្អូនណាបាទចុចឲ្យជាប់ឲ្យយូរដូចអាមិញមកបាទចុចឲ្យយូរអញ្ចឹងទៅបន្ទាប់មកវាចូលលោតចូលប៊ូតុង reset ដូចគ្នាបងប្អូនណាឃើញទេបាទអញ្ចឹងជាដំបូងបងប្អូនយើងចូលទៅ web data web data factory reset អញ្ចឹងបងប្អូនណាបាទតោះមកយើងចុចបាទ reset មកបងប្អូនណាបាទប៉ុណ្្នឹងហើយបងប្អូនចាំមក plate ងាយបងប្អូនណាបាទខ្ញុំប្រាប់ពីវិធីសាស្ត្រងាយសម្រាប់បងប្អូនបាទតោះមកខាងក្រោមបងប្អូនចូល web data បងប្អូនណាបាទ web ខាច់ data ណា web ខាច់ data មានន័យថាយើងសម្អាតសំណល់បាទសំណល់អស់បាទ web data reset បាទអានេះគឺយើងលុបសំណល់អស់បងប្អូនបាទតើយើងចុច yes មកបាទតបមកបងប្អូនចុចបាទចុចលើវាទៅតបមកបងប្អូនចុច yes មកគឺវាលុបសម្អាតសំណល់បាទអស់ហើយបងប្អូនណាបាទមួយទៀតបើយើងចូលប៊ូតុង reboot system now អញ្ចឹងបងប្អូនណាបាទដើម្បីឲ្យវារៀបចំកម្មវិធីឡើងវិញបងប្អូនណាបាទតើមកយើងចុច reboot បងប្អូនណា reboot system now ដើម្បីឲ្យវារៀបចំកម្មវិធីឡើងវិញអញ្ចឹងបងប្អូនណាបាទហ្នឹងហើយអញ្ចឹងបងប្អូនទុកចាំមួយ plate វានឹងរៀបចំកម្មវិធីវិញបងប្អូនកន្លែងនេះវារៀងយូរដែរបងប្អូនណាបាទគាត់ថាខ្ញុំរៀងកាត់អញ្ចឹងបាទឲ្យវាឆាប់ដល់កម្មវិធីវា start up ឡើងវិញអញ្ចឹងបងប្អូនណាបាទបងប្អូនហ្នឹងហើយបាទហ្នឹងហើយភ្ជាប់មកទៀតបងប្អូនជួយ Subscribe Channel របស់ខ្ញុំផងទៅបាទបងប្អូនណាបាទតាក់ទងនឹងដោះលេខកូដតាក់ទងនឹងទូរស័ព្ទព័ត៌មានអីផ្សេងពីទូរស័ព្ទខ្ញុំនឹងចែកជូនបងប្អូនណាបាទតាមអ្វីដែលខ្ញុំចេះនឹងចែករំលែកម្ដងមួយបងប្អូនណាបាទដូចជាស្អែបងប្អូនជាប់លេខកូដលើទូរស័ព្ទនេះចឹងបងប្អូនអាចធ្វើខ្លួនឯងបានពេលមើលវីដេអូនេះហើយហ្នឹងបាទត្រង់នេះបងប្អូនជ្រើសរើសភាសាទៅបងប្អូនណាបងប្អូនចូលចិត្តភាសាបងប្អូនជ្រើសរើសភាសាទៅបន្ទាប់មកចុចសញ្ញាព្រួយអញ្ចឹងបងប្អូនណាបាទបន្ទាប់មកយើងគ្រាទាំងអស់យើងនិចរហូតបងប្អូនណាបាទ Wi-Fi នេះបងប្អូន skip ចោលបងប្អូនណាបាទ skip ទៅបាទបន្ទាប់មកបងប្អូននិចរហូតទៅបងប្អូនណាបាទត្រង់នេះគឺគេឲ្យយើងកំណត់ម៉ោងកំណត់អីតែត្រូវអូតូហើយបងប្អូនយើងចុចនិចរហូតទៅបងប្អូនណាបាទកន្លែងនេះគេដាក់លេខកូដបងប្អូនមិនទេយើង skip ចោលបងប្អូនណាបាទមិនដាក់លេខកូដអីទៀតទេបាទយើងចុចនិចរហូតទៅបងប្អូនណាបាទឥឡូវហើយបងប្អូនណាបាទឃើញទេបាទអញ្ចឹងជាចុងក្រោយសូមបងប្អូនចុច like channel របស់ខ្ញុំមួយដើម្បីទទួលបានព័ត៌មានថ្មីពីក្រោយទៀតបងប្អូនណាបាទហ្នឹងហើយអញ្ចឹងខ្ញុំមានវីដេអូថ្មីនឹងចែករំលែកទៅបងប្អូនទាំងអស់គ្នាទៀតបងប្អូនណាបាទជាចុងក្រោយសូមអរគុណសូមជម្រាបលាបងប្អូនណាបាទសូមអាយុវែងបងប្អូនណាទៅណាមកណាសុខភាពបាទអរគុណបងប្អូនបាទ